Okay, so ស្វាគមន៍តាមエピសូតថ្មីエពិសូត12ហើយエពិសូតនេះដែរគឺខ្ញុំបង្ហាញឲ្យអ្នកអំពី training របស់ខ្ញុំចាប់ផ្ដើម training សម្រាប់ half marathon មែនតើនេះគឺនៅកើតឡើងក្នុងខែ3ថ្ងៃ22នៅក្រុងបរសេនុអញ្ចឹងso let's go and 7K today. Ayo Sam Okay, so ឥឡូវខ្ញុំបើក100តែខ្ញុំផលិតមិនតិចដោយសារតែទៅម៉ូតូវិញ so ផលិតមិនតិចហ្មង sorry មកបើកន្លះអូខេអញ្ចឹងឥឡូវមកដល់ផ្ទះវិញហើយ so ថ្ងៃហ្នឹងយើងរត់7គីឡូកន្លះថា7គីឡូតែវាលោតដល់កន្លះ it's okay ហើយហ្នឹងហើយអញ្ចឹងថ្ងៃបន្ទាប់ទៀតខ្ញុំនឹងរត់ជាមួយនឹងពេលល្ងាចម្ដងរត់ជាមួយនឹងបងជិនក៏ដូចជាសម្បត្តិដែលគាត់ធ្លាប់រត់ពួកខ្ញុំពីមុនដែរអញ្ចឹងណាចេះខ្ញុំរត់ពួកគាត់ហ្នឹងគឺ10គីឡូតែ3នាក់ទេនៅកោះពេជ្រទៅកោះនរាមកវិញអញ្ចឹងទៅ and then យើងនឹងទៅ gym យើងមាន gym session មួយទៀតអញ្ចឹង vlog មួយនេះវារៀង mixing of like មាន workout ផងមាន running ផងដោយសារតែវាជាអ្វីដែលខ្ញុំសាកល្បងព្រោះខ្ញុំនឹងសាកល្បងក្នុងការ train ប្រភេទនេះដើម្បីទៅជាអីដើម្បីទៅរត់ពាក់កណ្ដាលម៉ាតុងហ្នឹងវា like confident ជាងមុនអញ្ចឹងណាដោយ speed ខ្ញុំព្យាយាមបុកឲ្យវាយ៉ាងលឿនជាងមុនតាមនឹងដែរអញ្ចឹងខែ2យើងនឹងមាន interval training បន្ថែមទៀត so នៅក្នុងសប្តាហ៍ទី1នេះគឺខ្ញុំចាប់ផ្ដើមជាមួយនឹងការហាត់ body workout របស់ខ្ញុំនៅពេលព្រឹកហើយខ្ញុំរត់នៅពេលយប់គឺយើងមានជាមួយនឹងការ deadlift ប៉ុន្តែ deadlift លក្ខណៈស្រាល and then យើងមានជា squat ហើយបន្ទាប់មកយើងមានជាលំហាត់ប្រាណលក្ខណៈហាត់កពួនជើងបន្តិច and then យើងមានជាមួយនឹង squat military squat លក្ខណៈអញ្ចឹងយើងដើរកាន់ dumbbell សំខាន់ហើយយើងដើរ3បញ្ចុំអញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺជា strength workout ពេលព្រឹករបស់ខ្ញុំដែលខ្ញុំហាត់ដើម្បីសម្រួលជើងហាត់យកជើងហាត់យកតាគៀកហាត់យកផ្លូវកុំឲ្យវាឈឺជើងទៅពេលដែលយើងរត់ដូចការលើកមុនអញ្ចឹង so ព្រឹកមិញហ្នឹងគឺ light workout មែនតើខ្ញុំមិនសូវធ្វើអីទូទៅនេះទេខ្ញុំរត់ប៉ុន្តែបើសិនជាថ្ងៃដែលអត់រត់ I will do a heavy one គឺផឹកមិញហ្នឹងគឺជើងសុតមកជើងសុតមកមានធំមកមានខ្នងស្មៅទៅតែចាំ move ទៅលើហ្នឹងខ្ញុំរត់10 k បាត់ភ្នែកបាត់ភ្នែកក៏ឃើញតែមកអូនធ្វើឲ្យបងស្ទោនៅបងដេកដាបដួលស្អាតដូចគេណអូនល្អដូចខែបងដូចសត្វមមាញចង់បលែងភ្លើងស្នេហ៍អូនប្រៀបដូចជាភ្លៀងដែលមកលៀងចិត្តបងអូនប្រៀបដូចជាថ្នាំដែលព្យាបាលបេះដូងហើយបងក៏មិនដឹងអារម្មណ៍មួយនៅពេលនេះឬវាជាចំណងស្នេហាពេលឃើញអូនញញឹមឲ្យបងសង្ឃឹមបងតែថាអូនក៏មានចិត្តលើរៀងរ៉ាចិត្តប្រលឹងតែមានអ្នកណា Oh baby come closer to me I miss you girl give me a kiss រូបរាងរូប on the best I see សោសំនឹងគ្នា baby បងរៀងរវីរវល់ជិះម៉ូតូ play ball ចតលមកពីខ្វល់អូនបងណាក់នេះ more you're in my heart you're in my soul 10k done Woo, I got my breath back. So how am I? Okay. Ideally ចង់បាន1ម៉ោងគត់ដល់ខំ1ម៉ោង For me one sub 2,000បងខំប៉ុណ្ណឹង1ម៉ោងit's supposed to be 1ម៉ោងតែថាប៉ុណ្ណឹង1ម៉ោងជាងហើយតែសម័យ better pace so like after running ហ្នឹងខ្ញុំនៅសល់តែសម័យសិតតែពេលហោះទីមកអីមិនអីទីមកlạiធ្វើបានតែតែทำថ្ងៃហ្នឹងហៅដល់ថ្ងៃហ្នឹងថ្ងៃទី21 it's already 100 គីឡូ something for me so 47 គីឡូ no actually 50 គីឡូទៀត I finish the challenge by end of the month for the 50k you can do it let's go អូខេដល់នេះអញ្ចឹង episode vlog មួយនេះគឺមានតែប៉ុណ្្នឹងទេ yeah honestly វាគ្រាន់តែជាការចាប់ផ្ដើមជាមួយនឹងសម្រាប់ចិត្តតែថាខ្ញុំនឹងទៅរត់ពាក់កណ្ដាលម៉ាតុងក្នុងខែ3ហ្នឹងហើយ vlog មួយនេះគឺបង្ហាញជាផ្នែកមួយចំនួនតូចដែលខ្ញុំបង្ហាញពីសកម្មភាព training មួយចំនួនតូចហ្នឹងឲ្យបានឃើញអញ្ចឹងអត់ទាន់មាន interval training ក្នុង video vlog ហ្នឹងទេប៉ុន្តែ episode ក្រោយខ្ញុំនឹងព្យាយាម add ចូលបន្ថែមដោយសារតែខ្ញុំអត់បានសាកល្បង interval ទេខ្ញុំសាកល្បងកាលពី episode ណានោះមុនហើយវា fail អត់បានគ្រប់8ជុំអញ្ចឹង ideally ខ្ញុំនឹងព្យាយាមធ្វើ and
សង្ឃឹមថាដើមខែ2គឺជាខែដែលខ្ញុំអាចធ្វើបានក្នុង interval training ឥឡូវនេះខ្ញុំបុកជាមួយនឹង goal មួយទូចមួយសិនសម្រាប់មេដៃមួយបន្ទាប់ទៀត side quest របស់ខ្ញុំហ្មងគឺ147គីឡូអញ្ចឹងអានឹងចាំមើលនៅវីដេអូផ្សេងខ្ញុំបានថតឬក៏ record ផ្នែកមួយការរត់មួយឬក៏ update ផ្សេងៗនៅក្នុងវីដេអូមួយទៀតអញ្ចឹងអានឹងចាំមើល episode ក្រោយៗទៀត so yeah សម្រាប់ episode មួយនេះយើងជួបគ្នាត្រឹមប៉ុណ្ណឹងអរគុណដែលអ្នកនរគ្នាបានទស្សនាហើយខ្ញុំសូមទោសដែលនៅស្ងាត់យ៉ាងយូរឆឹងបន្ទាប់ពី visual 10អញ្ចឹងឥឡូវយើងជួបគ្នាវិញហើយជួបគ្នានៅ episode ក្រោយៗទៀត bye bye